ខ្លាំងមែនឥឡូវនេះសូម្បីតែជនតូចតាចក៏មានបំពង់កធំដល់ម្លឹងដែរតើលោកដឹងថាខ្ញុំគឺជានរណាទេខ្ញុំគឺជូកើខុំមីងនៅណានយ៉ាលោកបានជួបខុងមីងហើយគេមានមើលដឹងល្បិចរបស់ខ្ញុំទេខ្ញុំចង់និយាយថាគេមើលមិនដឹងប៉ុន្តែរឿងទាំងឡាយនេះខុងមីងបានមើលដឹងទាំងអស់ម្យ៉ាងវិញទៀតពេលដែលខ្ញុំទៅជួបគេមើលដឹងភ្លាមថាលើកនេះខ្ញុំទៅលោតសម្ដីគេដាច់ខាតមិនអាចទុកគេទេត្រូវកំចាត់គេចោលកុំឲ្យមានគ្រោះធំលោកទីប្រឹក្សា លោកមេតបទាំងពីរប្រកាសជាហត់ហើយលោកទីប្រឹក្សាដូចជាទេវតាអញ្ចឹងបញ្ជាតបបានល្អណាស់លើកនេះខ្ញុំចេញទៅប្រយុទ្ធកន្លែងដែលខ្ញុំទៅដល់សភាពតបឆាវដូចជាការស្មានរបស់លោកអញ្ចឹងសូម្បីតែការចេញចូលក៏គ្មានខុសបន្តិចដែរលោកទីប្រឹក្សានៅទីនេះចាំពីខ្ញុំសុំទោសលោកណាលើកនេះខ្ញុំសម្រាប់ទៅ2000នាក់បំបែកក្រុមជា10000នាក់នេះគឺជាគុណសម្បត្តិរបស់លោកហើយតែសារតែខ្ញុំចង់ឲ្យលោកមេតបទាំងពីរស្ដាប់បញ្ជារបស់ខ្ញុំដូច្នេះខ្ញុំចាំបាច់ត្រូវតែប្រើប្រាស់នឹងដាស់របស់លោកម្ចាស់អត់ខ្ញុំសុំទោសមិនអីទេធ្វើទៅបើថាខ្ញុំជាទីប្រឹក្សាតែខ្ញុំមិនសូវយល់ពីការប្រយុទ្ធថ្ងៃក្រោយសូមលោកមេតបទាំងពីរមេត្តាជួយណែនាំផងលោកទុកចិត្តចុះថ្ងៃក្រោយពេលដែលលោកមានបញ្ជាខ្ញុំត្រូវតែគោរពតាមទៅរហូតនឹង